ស្នាមបាក់បែកនៃប្រាសាទភ្នំវិហារពិតជាបានញ៉ាំងឲ្យចិត្តភក្តីរំពៃគិតទៅដល់សម្រស់ដល់ត្រកាលដែលបានកន្លងទៅនៃប្រាសាទជាហេតុធ្វើឲ្យចិត្តយើងសួរថាតើមូលហេតុអ្វីទៅចម្លើយនេះបានត្រូវបកស្រាយឡើងថាវត្ថុដែលកើតឡើងពីការសាងសង់ដោយមនុស្សពិតជាពុំមានលក្ខណៈទៀងទាត់នោះទេយ៉ាងណាមិញវាតែងតែបាក់ស្រុតទៅវិញជាធម្មតាទៅតាមអាយុកាលឆាប់ឬយូរតែប៉ុណ្ណោះឬក៏ជួនកាលត្រូវបានមនុស្សបំផ្លាញទៅវិញក៏ថាបានគឺអាស្រ័យទៅលើកាលៈទេសៈតែមួយគត់ទើបអាចកំណត់បានប្រាសាទភ្នំវិហារសង់នៅលើទីទួលហាក់ដូចជាកូនភ្នំដូច្នោះដែរហើយព្រមទាំងអមទៅដោយព្រះវិហារនៅក្បែរផងប្រាសាទគុព្រិញជ្រុំត្រូវបានមនុស្សទូទៅស្គាល់ភាគច្រើនថ្ងៃមួយដែលក្រុមការងារយើងបានចុះមកថតយករូបភាពប្រាសាទនេះក៏បានជួបនឹងអ្នកបុរាណវិទ្យាជនជាតិអាមេរិកមួយក្រុមដែលពួកគេបាននិយាយថាគេគឺជាអ្នកដើរស្រាវជ្រាវប្រាសាទបន្ទាប់មកពួកគេក៏បានដកយកគ្រឿងម៉ាស៊ីន GPS ឲ្យពួកយើងមើលទៀតផងប្រាសាទគុព្រិញជ្រុំនេះរងនឹងការបាក់បែកអស់ទៅហើយប្រាង្គសង់ពីឥដ្ឋនិងកំពែងសង់ពីថ្មបាយក្រៀមរីឯទ្វារបញ្ឆោតមានសរសេរអក្សរសិលាចារឹកទៀតផងហើយគណៈបន្តនេះសូមទស្សនិកជនតាមដានជាមួយនឹងក្រុមការងារយើងដែលបានថតយកបរិវេណប្រាសាទយីហោមនិងប្រាសាទជ័យមង្គលដូចតទៅព្រះធាតុទឹកឆាស្ថិតនៅក្នុងភូមិថ្មដាឃុំបឹងណាយនិងភូមិថ្មីឃុំក្រូចស្រុកព្រៃឈរខេត្តកំពង់ចាមសាងឡើងក្នុងគ្រិស្តសករាជ1005ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ការសាងសង់ប្រាសាទនេះគឺរៀបចំឡើងដោយលោកជញ្ញខលៈឬបណ្ឌិតលសិន្ទ្រាដែលកន្លែងនោះហៅថាសិទ្ធិបុរិយៈប្រាសាទនគរបាជ័យជាប្រភេទរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រដែលស្ថិតនៅចម្ងាយ2គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមតាមបណ្ដោយផ្លូវជាតិលេខ7ប្រាសាទនេះមានទីធ្លាធំទូលាយល្អដែលទីនោះគឺជាទីប្រជុំជនមួយយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរប្រាសាទនគរបាជ័យនេះសង់ឡើងនៅសតវត្សទី11ក្នុងរជ្ជកាលព្រះបាទឧភយៈនិងសូរ្យវរ្ម័នទី2ក្នុងឥទ្ធិពលសិវនិយមប្រាង្គប្រាសាទសង់ឡើងអំពីថ្មភក់និងថ្មបាយក្រៀមហើយថែវរបស់ប្រាសាទមានអត្ថន័យផ្សេងពីគ្នាដោយឡែកថែវទី1មានទំហំ421ម៉ែត្រគុណនឹង371ម៉ែត្រដែលរៀបចំអំពីថ្មបាយក្រៀមមានកម្ពស់2.9 ម៉ែត្រនិងកម្ពស់2.4 ម៉ែត្រថែវទី2មានរូបសំណាកដៃជោដំដិនចំនួន2រូបអសុរៈ2ដែលមានទំហំ1.60 ម៉ែត្រនិងមានស្រះទឹក2ទំហំ20 ម៉ែត្រគុណនឹង20 ម៉ែត្រទី4ត្រូវបានរៀបចំដោយថ្មបាយក្រៀមរៀបចំដាច់ពីគ្នាជាបន្តបន្ទាប់ខុសពីថែវទាំង3ព្រោះថែវទី4នោះមានច្រកចូល8ទិសហើយបើចូលទៅដល់កំពូលកណ្ដាលនៃប្រាសាទយើងនឹងសង្កេតឃើញកំពូលមួយខ្ពស់នៅចំកណ្ដាលថ្មភក់ដែលមានព្រះអង្គគង់ពែនព្រះភ្នែនបែរទៅរកទិសទាំង4
ភ្នំហាន់ជ័យមានទីតាំងនៅក្នុងភូមិហាន់ជ័យឃុំហាន់ជ័យស្រុកកំពង់សៀមខេត្តកំពង់ចាមហើយថែមទាំងមានប្រាសាទបុរាណមួយឈ្មោះថាប្រាសាទគុខាងត្បូងដែលសាងឡើងក្នុងសតវត្សទី7ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី1ប្រាសាទនេះសាងឡើងអំពីឥដ្ឋតាន់ដែលមានទំហំ7ម៉ែត្រគុណនឹង7ម៉ែត្របួនជ្រុងដែលមានកម្ពស់12ម៉ែត្របច្ចុប្បន្នប្រាសាទនេះមានលក្ខណៈចាស់ទ្រុឌទ្រោមទៅហើយដោយសារអាយុកាលនិងសំណឹករបស់ធម្មជាតិ